សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើការបន្តជាមួយនឹងមេរៀនរបស់យើងទៀតជាមួយនឹងមេរៀន SNR ដែលអ្នកនរគ្នាដឹងហើយថាកាលមុនគឺខ្ញុំធ្លាប់បានចេញជាមួយនឹងវីដេអូមួយដែលនិយាយពី key level ផ្សេងៗរបស់ SNR Malaysia SNR ហ្នឹងគឺកាលពី2ខែមុនគឺរយៈពេលកន្លងមកទៅ2ខែគឺខ្ញុំខានចេញវីដេអូខ្ញុំបានធ្វើវីដេអូថ្មីសារសូវមានពេលអញ្ចឹងថ្ងៃហ្នឹងផងដែរខ្ញុំមកធ្វើការបន្តជាមួយនឹងអ្វីដែលខ្ញុំអាច share បានអ្វីដែលខ្ញុំអាចចែករំលែកបានបន្តទៀតអូខេចំពោះ topic ថ្ងៃហ្នឹងផងដែរខ្ញុំនឹងមកធ្វើការនិយាយអំពី MSNR trend line ថាតើអ្វីគឺជា MSNR trend line តើគេ draw ជាមួយនឹង MSNR trend line ហ្នឹងដោយរបៀបណាក៏ដូចជាតើ MSNR trend line ហ្នឹងគឺគេ draw វានៅក្នុង time frame មួយណាដែរហើយតើចំពោះ MSNR trend line ហ្នឹងតើវាមានប្រមាណប្រភេទហើយប្រភេទមួយហ្នឹងគឺវាបែបម៉េចឬក៏យើងប្រើប្រាស់វាបែបណាអូខេអញ្ចឹងថ្ងៃហ្នឹងផងដែរខ្ញុំនឹងធ្វើការមកបញ្យល់ឬក៏ប្រាប់អ្នកនរគ្នា share អ្នកនរគ្នាអំពី MSNR trend line តើពួកអ្នក trade ដែលគេប្រើ MSNR ហ្នឹងគេ trade ជាមួយនឹងបែបណាចំពោះ trend line អញ្ចឹងក៏ដូចខ្ញុំនេះគ្នាផងដែរដែលខ្ញុំគឺចូលចិត្តប្រើជាមួយនឹង MSNR trend line ហ្នឹងមែនទែនដែល trend line នៅក្នុង concept មួយហ្នឹងគឺវា work ខ្លាំងដែលវាមាន power ខ្លាំងផងដែរដោយថ្ងៃនេះក៏ខ្ញុំនឹងធ្វើការឲ្យអ្នកគ្នា recap ធ្វើការ recap ឲ្យអ្នកគ្នាមើលពីposition មួយឬក៏ setup មួយដែលខ្ញុំបានចូលនៅក្នុងថ្ងៃហ្នឹងផងដែរដែលប្រើប្រាស់ជាមួយនឹង SNR trend line ហ្នឹងអូខេកុំឲ្យវែងឆ្ងាយយូរអ្នកគ្នាចូលមកកាន់និយមន័យនៃ SNR trend line របស់យើងទាំងអស់គ្នាអញ្ចឹងចំពោះ SNR trend line គឺជា trend line មួយប្រភេទដែលគេ draw វាឬក៏គេគូសវាចេញពី body នៃ candle មួយទៅកាន់ body នៃ candle មួយទៀតអ្នកគ្នាស្ដាប់ឲ្យតន់ MSNR trend line គឺជា trend line មួយដែលគូសចេញពី body នៃ candle មួយទៅកាន់ body នៃ candle មួយទៀតដោយយើងដឹងហើយថា trend line ធម្មតាគឺគេគូសជា wick ចំពោះ concept ដែល simple ឬក៏ pattern trend line ធម្មតាហ្នឹងគឺភាគច្រើនមែនទែនដែលគេគូសដោយប្រើ wick អញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុង market អញ្ចឹងចុះឧទាហរណ៍យើងឃើញនេះគឺជា trend line មួយដែលគេគូសចេញពី wick ហ្នឹងទៅ wick ហ្នឹងអូខេអាហ្នឹងដល់គេតន់អាធម្មតាដែលគេតែងគូសគឺគេគូសជា wick អញ្ចឹងប៉ុន្តែចំពោះ MSNR trend line គឺវាខុសពីtrend line ធម្មតាដែល MSNR trend line ហ្នឹងគឺយើងគូសចេញពី body នៃ candle មួយទៅកាន់ body នៃ candle មួយទៀតអញ្ចឹងយើងអត់តាក់ទងជាមួយនឹង wick ទេអ្នកនរគ្នាគឺយើងមើលតែលើ body របស់ candle តែប៉ុណ្ណោះអូខេបន្ទាប់ពីយើងដឹងថាតើ MSNR trend line ហ្នឹងគឺជាអ្វីហើយគេគូសវាពីណាទៅណាយើងមកធ្វើការមើលជាមួយនឹង time frame suggestion time frame suggestion នេះគឺជា time frame ដែលខ្ញុំ suggest ឲ្យអ្នកគ្នាធ្វើការមើលទៅលើ trend line ឬក៏ draw MSNR trend line ហ្នឹងគឺនៅក្នុង time frame 3ហ្នឹងគឺ1ម៉ោង4ម៉ោងនិង daily time frame សូមបញ្ជាក់កន្លែងនេះគឺជា suggestion មិនមែនប្រកាសថា time frame ផ្សេងដូចជា lower time frame 30នាទី15នាទី5នាទីវាអត់ work ទេគឺវា work ដូចគ្នាគ្រាន់តែថានេះគឺជា suggestion របស់ខ្ញុំដែលខ្ញុំប្រើទៅលើ3 time frame ហ្នឹងគឺវាអត់សូវ fail គឺវា work ច្រើនជាងមិន work អូខេអញ្ចឹងបន្តមកទៀតយើងនឹងមកនិយាយគ្នាអំពីប្រភេទនៃ MSNR trend line ហ្នឹងថាតើប្រភេទនៃ MSNR trend line គឺវាមានប៉ុន្មានប្រភេទតើប្រភេទរបស់វាហ្នឹងគេប្រើបែបណាចំពោះ MSNR trend line គឺវាមានច្រើនប្រភេទអ្នកគ្នាប៉ុន្តែថ្ងៃហ្នឹងផងដែរគឺខ្ញុំមកធ្វើការលើកចំនួន2ប្រភេទមកប្រាប់អ្នកគ្នាដែល2ប្រភេទហ្នឹងគឺវា work ខ្លាំងឬក៏មិនមែន work ខ្លាំងគឺវា useful ដែលគេប្រើច្រើនមែនទែនសម្បីខ្ញុំក៏ខ្ញុំប្រើតែ2ប្រភេទហ្នឹងដែរខ្ញុំអត់ប្រើប្រភេទផ្សេងទៀតទេអញ្ចឹងចំពោះប្រភេទនៃ MSNR trend line 2ប្រភេទហ្នឹងគឺទី1យើងមានជាមួយនឹង
regular trend ឥឡូវអ្នកគ្នាមើលតែ regular trend នឹងបានហើយអញ្ចឹងចំពោះប្រភេទមួយទៀតគឺយើងកុំតន់មើលយើងមើលមកកាន់ regular trend នឹងសិន sorry អ្នកគ្នាសារខ្ញុំឈឺច្រមុះអញ្ចឹងសលេងខ្ញុំរៀងអត់ច្បាស់ហើយរៀងដាសាយអ្នកគ្នាអញ្ចឹងយើងមកមើលទៅលើ regular trend ចំពោះ regular trend អ្នកគ្នាប្រកាសជាអាចស្មានបានដឹងហើយថា regular trend ហ្នឹងគឺបែបណាដោយសារតែឈ្មោះវាគឺវា simple trend ឬក៏ជាម្យ៉ាងទៀតគេហៅឈ្មោះថា continuation trend ឬក៏ order flow trend ដែល trend line មួយហ្នឹងគឺជា simple trend មែនទែនដែលយើងអាចមើលទៅលើអ្វីដែលខ្ញុំ draw ឲ្យអ្នកគ្នាមើលបាននេះគឺជា trend line មួយដែលវាធ្វើការ follow ជាមួយនឹង flow របស់ market អ្នកគ្នាប្រកាសជាធ្លាប់ប្រើប្រាស់វាហើយដែល trend line ឧទាហរណ៍កន្លែងនេះគឺវាបានបង្កើតជា trend line បន្តមកទៀតវាធ្វើការចុះ market វាធ្វើការចុះមកហើយវាឡើងទៅវិញគឺវាប៉ះជាមួយនឹង trend line ចាស់ហើយវាធ្វើការចុះមកទៀតដែលកន្លែងនេះគឺយើងធ្វើការ sell ដោយ trend មួយនេះគឺវាតាម order flow ដែល flow របស់វាគឺ flow sell អ្នកនេះគាត់ជាឃើញហើយគឺជា flow sell អញ្ចឹងគឺយើងធ្វើការ sell វាតាម flow របស់ trend ហ្នឹងអូខេគឺវា simple ខ្លាំងមែនទែនចំពោះការ buy វិញគឺដូចគ្នាដែរគឺ trend line ដែលយើងគូសចេញពី support ទៅ support មួយទៀតហើយទៅ support មួយទៀតអញ្ចឹងពេលវាមកប៉ះកន្លែងហ្នឹងវិញគឺយើងធ្វើការ buy ទៅវិញយើងធ្វើការ buy តាម flow របស់វាគឺ flow buy ចំណែក trend line sell គឺយើង draw ចេញពី resistance មួយទៅកាន់ resistance មួយបន្តមកទៀតគឺរងចាំឲ្យវាប៉ះជាមួយនឹង trend ហ្នឹងហើយយើងធ្វើការ sell ទៅតាម order flow របស់វាអូខេតន់ណាអ្នកនាង alright អញ្ចឹងខ្ញុំមានជាមួយនឹង key មួយផងដែរដែលចង់ប្រាប់អ្នកនាងថាចំពោះ regular trend ឬក៏ regular trend ហ្នឹងគឺខ្ញុំសូមឲ្យអ្នកនាងមុននឹងធ្វើការ draw វាគឺសូមឲ្យអ្នកនាងមើលទៅលើ order flow ដើម្បីជួយ confirm ថា trend មួយហ្នឹងគឺវានឹង work ឧទាហរណ៍កន្លែងនេះយើងឃើញថាវាជាគេគឺវាជា break out structure ឬក៏ជា break out អ្នកនាងត្រូវអត់កន្លែងនេះវាមិនជា break out ដែលវា confirm ឲ្យយើងមកតង់ទៀតថាសារវានឹងធ្វើការចុះបន្តចុះមកក្រោមទៀតវាអត់ខុសពី buy ទេកន្លែងនេះក៏វាជា break out ឬក៏ break up structure ដូចគ្នាផងដែរអញ្ចឹងចំពោះregular trend គឺអ្នកគ្នាអាច confirm ជាមួយនឹង order flow បានវាអត់ខុសពីឈ្មោះវាទេគឺ order flow trend continuation trend ឬក៏ regular trend យើងចង់ហៅវាមួយណាក៏បានដែរអ្នកគ្នាសំខាន់គឺយើងយល់ថាគេប្រើវាបែបណាឬក៏គេ draw វាបែបណាអូខេឥឡូវយើងធ្វើការទៅកាន់ជាមួយនឹង real market មកមើលជាមួយនឹង real market ទាំងអស់គ្នាអ្នកគ្នាអញ្ចឹងនេះគឺជា market នៅក្នុងថ្ងៃនឹងផ្ទាល់តែម្ដងចំពោះអ្នកគ្នាដែលពិបាកក្នុងការ draw trend line ពី body មួយទៅកាន់ body មួយយើងពិបាកជាមួយនឹងគូសរបស់វាខ្ញុំសូម recommend ឲ្យអ្នកគ្នាធ្វើការ switch មកកាន់ line chart នេះគឺជា line chart នៅពេលដែលយើង switch មកកាន់ line chart គឺចំពោះ line chart គឺវា show តែជាមួយនឹង body របស់ candle ទេគឺអត់ show ជាមួយនឹង wick ទេអញ្ចឹងវាងាយស្រួលមែនទែនចំពោះការ draw ជាមួយនឹង trend line របស់យើងដោយសារតែ MSR trend line យើងដឹងហើយថាគឺជា trend line មួយដែលយើង draw ពី body មួយទៅកាន់ body មួយទៀតអូខេឥឡូវយើងមកធ្វើការមើលជាមួយនឹង market ទាំងអស់គ្នាដែលកន្លែងនេះគឺជាអីគេអ្នកគ្នាវាគឺជាregular trend ឬក៏ simple trend line មួយដែលយើង draw វាឬក៏គូសវាចេញពីsupport នៃពី support មួយនេះទៅកាន់ support មួយនេះអញ្ចឹងយើងធ្វើការរងចាំមើលសារថាតើនៅពេលដែលវាចុះមកម្ដងទៀតតើវាអាចនឹងមាន reaction នៅកន្លែងនេះឬអត់អញ្ចឹងយើងធ្វើការ switch មកកាន់ candle អ្នកគ្នាយើងមើលអ្នកគ្នាអូខេអ្នកគ្នាប្រកាសជាឃើញហើយដោយនៅកន្លែងនេះនៅពេលដែលផ្សារវាបានចុះមកប៉ះជាមួយនឹង trend line ម្ដងទៀតគឺគ្រាន់តែប៉ះភ្លាមអ្នកគ្នាគឺវា reverse ឡើងទៅវិញគឺច្រើនលេខមែនទែនយើងអាចធ្វើការវាស់បានរហូតទៅដល់47លេខគឺ470 pip
គឺ cool ខ្លាំងមែនទែនអ្នកគ្នាវាគ្រាន់តែជា simple trend មួយដែលយើងត្រឡប់ពី body មួយទៅកាន់ body មួយសូមបញ្ជាក់អញ្ចឹងអ្នកគ្នាអាច confirm វាផ្សេងជាមួយនឹងអាច confirm ផ្សេងបានជាមួយនឹង break out អញ្ចឹងចុះអានេះគឺជា break of structure ឬក៏ order flow យើងមើល order flow យើងដឹងថាផ្សារវានឹងអាចឡើងបន្តទៀតអីចឹងទៅអូខេដល់គ្នាតនេះអានឹងគឺជា regular trend ឬក៏ simple trend line ឬក៏ continuation trend អូខេអានេះខ្ញុំសូមធ្វើការបង្ហាញតែមួយចំណុចប៉ុណ្្នឹងឯងអ្នកគ្នាខ្ញុំនឹងធ្វើការចូលទៅកាន់ប្រភេទមួយទៀតនៃ trend line អានេះខ្ញុំសូមបង្ហាញតែមួយឯងដោយសារតែខ្ញុំចង់ឲ្យអ្នកគ្នាធ្វើការបានបែបតេស្តឬក៏ walk through ខ្លួនឯងឲ្យបានច្រើននៅក្នុង real market បានយើងដឹងថាផ្សារគឺវាដើរបែបណា price action វាគឺបែបណាអូខេឥឡូវយើងធ្វើការចូលមកកាន់ប្រភេទនៃ trend line មួយទៀតចំពោះប្រភេទនៃ trend line មួយទៀតគឺជា trend line មួយដែលខ្ញុំស្រឡាញ់ខ្លាំងខ្ញុំអាសាប្រើវាខ្លាំងគឺវា work ខ្លាំងដូចគ្នាដែលប្រភេទនៃ trend line មួយនេះគឺយើងឲ្យឈ្មោះវាថា outer trend outer trend ឬក៏អ្នកខ្លះគេហៅវាថាជា break and retest trend អញ្ចឹងចំពោះ outer trend ឬក៏ break and retest trend ហ្នឹងគឺវាដើរបែបណាឬក៏គេ draw វាបែបណាឥឡូវអ្នកគ្នាមកមើលជាមួយនឹង sample មួយនេះដែលដំបូងគឺយើង draw ជាមួយនឹង trend line ចេញពី support resistance មួយនេះមកកាន់ resistance មួយនេះទៀតអញ្ចឹងបើយើងគិតមើលតែត្រឹមនេះអ្នកគ្នា trend មួយនេះវាប្រកាសជាចូលជា regular trend ហើយដែលដំបូងគឺយើងធ្វើការចាំផ្សារបន្តទៀតនៅកន្លែងនេះប៉ុន្តែស្រាប់តែពេលផ្សារវាមកលើក្រោយគឺវាធ្វើការបុកផ្ដាច់ជាមួយនឹង regular trend ហ្នឹងហើយវា break ជាមួយនឹង regular trend ហើយវាមក retest ជាមួយនឹង trend ចាស់ហ្នឹងដែលយើងបដូរ direction វាពីការ sell ទៅកាន់ buy វិញអញ្ចឹងវា simple ដូចគ្នាដែរគឺអត់ពិបាកយល់ទេគឺ outer trend ឬក៏ break and retest trend ហ្នឹងគឺជា trend line មួយដែលដំបូងវាគឺជា regular trend ទេប៉ុន្តែនៅពេលដែលផ្សារវា break អា trend ហ្នឹងហើយវាមក retest លើក្រោយគឺយើងធ្វើការបដូរ direction របស់ market ហ្នឹងពីការចាំ sell ទៅ buy ឬក៏ពីការចាំ buy ទៅ sell វិញអញ្ចឹងវាជា trend line មួយដែលវា cool វាមាន powerful ខ្លាំងមែនទែនវា simple ដែលងាយយល់ប៉ុន្តែវា work គឺអែមហ្នឹងអញ្ចឹងវាអត់ខុសពីការ buy ទេគឺយើងមកមើលការ sell វិញម្ដងដោយ trend នេះដំបូងគឺជា trend regular trend line ដែលយើងធ្វើការចាំ buy កន្លែងនេះត្រូវអត់ប៉ុន្តែនៅពេលដែលវាមកគឺវា break ឬក៏វា out ចេញពី trend មួយហ្នឹងហើយវាមក retest កន្លែងហ្នឹងវិញគឺយើងបដូរ direction ពីការ buy ហ្នឹងមក sell វិញអ្នកនេះតន់អ្វីដែលខ្ញុំនិយាយកន្លែងហ្នឹងឯងគឺចំពោះ outer trend គឺជា trend line មួយដែលដំបូងវាជា regular trend ឬក៏ simple trend ប៉ុន្តែគឺនៅពេលដែល market វាបាន break ជាមួយនឹង trend មួយហ្នឹងគឺវាបានប្រែក្លាយ trend មួយហ្នឹងទៅជា outer trend ឬក៏ break and retest trend ដែលយើងធ្វើការចាំentry ដោយខុសពី direction ចាស់នៃ simple trend អូខេអ្នកនេះស្ដាប់មួយឲ្យតន់អញ្ចឹងយើងធ្វើការចូលមកកាន់ជាមួយនឹង real market ទាំងអស់គ្នាកន្លែងនេះផងដែរគឺខ្ញុំចង់ show អ្នកគ្នាដែរថាពីព្រឹកមិញឬក៏ថ្ងៃមិញគឺខ្ញុំបានតម្លាក់ជាមួយ analyze មួយដូចគ្នាផងដែរនៅក្នុង group ឬក៏ channel Telegram របស់ខ្ញុំដែលអ្នកគ្នាអាចធ្វើការចូលឬក៏ join ជាមួយនឹង channel Telegram របស់ខ្ញុំបានដែលខ្ញុំនឹងធ្វើការដាក់ link នៅក្នុង description ឬក៏ដាក់នៅក្នុង comment អូខេអញ្ចឹងចំពោះ position ឬក៏ setup ដែលខ្ញុំបានធ្វើការ analyze ឬក៏ចូលនៅក្នុងថ្ងៃហ្នឹងផងដែរគឺនៅម្ដុំនេះអ្នកគ្នាអញ្ចឹងសូមបញ្ជាក់ថា setup មួយហ្នឹងគឺខ្ញុំប្រើជាមួយនឹង trend line ឬក៏ប្រើជាមួយនឹង break and retest outer trend line ហ្នឹងគឺខ្ញុំប្រើ simple ខ្លាំងមែនទែនអ្នកគ្នាគឺខ្ញុំប្រើជាមួយនឹង trend line មួយហ្នឹងដោយឥឡូវអ្នកគ្នាធ្វើការ switch មកកាន់ line chart មកអានេះខ្ញុំមើលលើ time frame 1ម៉ោងខ្ញុំធ្វើការ switch មកកាន់ line chart ហើយខ្ញុំធ្វើការ draw អ្នកគ្នាមើលនេះគឺជា break and retest trend line ឥឡូវយើងមើលកន្លែងនេះយើង draw ដំបូងយើង draw វាចេញពី support នៃ
candle កន្លែងនេះទៅកាន់ support មួយនេះប៉ុន្តែដំបូងយើងមិនធ្វើការចាំបាយកន្លែងនឹងវិញត្រូវអត់អ្នកគ្នាដែលវាជា simple trend ស្រាប់តែពេល market វាធ្វើការចុះមកគឺវាធ្វើការ break កន្លែងនឹងហ្មងគឺវា break ជាមួយនឹង trend មួយនឹងដែលធ្វើឲ្យ trend មួយនឹងគឺវាលេងខ្លាចទៅជា simple trend ដែលយើងធ្វើការចាំបាយហើយគឺយើងធ្វើការចាំ sell វិញនៅកន្លែងហ្នឹងអូខេអ្នកនេះអាហ្នឹងគឺជា process ឬក៏ workflow របស់ outer trend ឬក៏ break and retest trend line ហ្នឹងអ្នកគ្នាអាចមើលកន្លែងហ្នឹងបានឥឡូវយើងធ្វើការ switch ទៅកាន់candle ទាំងអស់គ្នាថាតើកន្លែងហ្នឹងគឺវា respect ឬក៏អត់អានេះគឺថ្ងៃមិញហ្មងគឺខ្ញុំធ្វើការចូលដោយប្រើជាមួយនឹងtrend line មួយនឹងដូចគ្នាផងដែរឥឡូវអ្នកគ្នាឃើញហើយនេះឃើញថាផ្សារនៅពេលដែលវាបានbreak ជាមួយនឹង trend នេះហើយវាមកប៉ះជាមួយនឹង trend line មួយនឹងម្ដងទៀតគឺគ្រាន់តែប៉ះភ្លាមគឺវា respect ឬក៏ reject ចុះមកក្រោមគឺខ្លាំងមែនទែនដល់ឥឡូវគឺអ្នកគ្នាអាចមើលបានបើយើងធ្វើការវាស់វាថាវា running បានប្រហែលពីបអ្នកគ្នាគឺ153លេខគឺ1500ពីបអ្នកគ្នាគឺច្រើនមែនទែនជាមួយនឹង break and retest trend line គឺវា powerful ខ្លាំងណាស់ដោយនៅពេលដែលខ្ញុំចំណាំមើលនៅពេលដែលផ្សារវាប៉ះជាមួយនឹង break and retest trend line ម្ដងគឺភាគច្រើនគឺយ៉ាងតិចក៏វា run ដល់10លេខដែរឬក៏100ពីបដែរអញ្ចឹងចំពោះ position ដែលខ្ញុំបានចូលនៅក្នុងព្រឹកហ្នឹងគឺខ្ញុំអត់យកច្រើនណាស់អ្នកនេះគឺខ្ញុំយកត្រឹមliquidity មួយនេះដែលខ្ញុំ draw វាជា CRT ដែលខ្ញុំ combine គ្នាដែលវា sweep ជាមួយនឹង CRT high ហើយវាចុះមកយក CRT low ប៉ុន្តែបើអ្នកគ្នាអាចយកនៅក្រោម liquidity នេះក៏បានដែរអ្នកគ្នាអញ្ចឹងចំពោះអ្នកគ្នាណាដែលបានចូលតាមរយៈការ analyze របស់ខ្ញុំឬក៏ចូលកន្លែងដូចខ្ញុំអីចឹងគឺ congratulation ទាំងអស់គ្នាដែរគឺយើងទទួលបានជាមួយនឹង profit ដូចគ្នាផងដែរអូខេអ្នកគ្នាប្រកាសជាឃើញហើយថា trend line outer trend ឬក៏ break and retest trend ហ្នឹងគឺវា work ប៉ុណ្ណាដោយយើងអាច confirm វាផ្សេងបានទៀតជាមួយនឹងconcept ផ្សេងដូចជាកន្លែងនេះវាជាគេវាជា FVG មួយដែលយើងធ្វើការ sell បានហើយយើងអាចចាប់កន្លែងនេះជាអីគេអ្នកគ្នាយើងអ្នកប្រើ MSNR យើងដឹងទេថាកន្លែងនេះជាអីគេចំពោះកន្លែងនេះវាជា SBR អ្នកគ្នាវាជា SBR មួយដែលយើងធ្វើការអាច sell បានដូចគ្នាផងដែរអញ្ចឹងយើងមានជាមួយនឹង trend line ហើយយើងមានជាមួយនឹង SBR មួយទៀតយើងមានជាមួយនឹង FVG មួយទៀតទោះថាយើងហ៊ាន sell កន្លែងនឹងអត់យើងអត់អាច afford to lose បានយើងអត់ហ៊ានឬក៏មិនយើងចង់ឲ្យមាន set up យើង confirm ច្រើនជាងនឹងឬមិនឥឡូវយើងមាន3ដល់ប៉ុណ្្នឹងហើយសួរតែយើងហ៊ាន sell អត់ប្រកបណាស់គឺយើងត្រូវតែហ៊ាន take entry មកដោយសារតែយើងមានជាមួយនឹង confirmation ដល់ទៅ3ហើយអ្នកគ្នាបើសិនតែអ្នកគ្នាអត់ចង់ take risk អ្នកគ្នាអាចទៅការចូលមកកាន់ lower time frame មកតង់ទៀតបានដូចគ្នាផងដែរដោយកន្លែងនេះយើងឃើញផ្សារវាប៉ះជាមួយនឹង trend line នឹងភ្លាមគឺវាធ្វើការចុះមកក្រោមមកទៅហឹងហ្មងអ្នកគ្នាដំបូងវាប៉ះភ្លាមវាធ្វើការ sideways សិនវា consolidate ហើយវាធ្វើការចុះមកហ្មងគឺផ្សារឥឡូវគឺ boo ខ្លាំងណាស់អ្នកគ្នាអញ្ចឹងចំពោះអ្នកដែលបានសាលពីម្ដុំនឹងអីគឺ cool ណាស់អូខេបើអ្នកគ្នាដែលអត់ចង់ take risk កន្លែងហ្នឹងទេអ្នកគ្នាអត់ហ៊ានទេអ្នកគ្នាអាច confirm សារមកតង់ទៀតបានដោយធ្វើការចូលមក lower time frame ដែលយើងមើលកន្លែងនេះវាជាអីគេវាជា resistance ត្រូវអត់វាជា basic A ឬក៏ resistance អីចឹងចង់អ្នកគ្នាអាចធ្វើការ take an entry កន្លែងហ្នឹងបានដូចគ្នាផងដែរអ្នកគ្នាអាច take an entry ហើយចំពោះ SL យើងធ្វើការដាក់នៅលើនេះមកដាក់នៅកន្លែង trend line ហ្នឹងមកដោយអឺអ្នកគ្នាដាក់នៅកន្លែង trend line ចាស់ហ្នឹងមកដោយយើងអាចយកវានៅ low ឬក៏ liquidity ណាមួយអញ្ចឹងអ្នកគ្នាឃើញហើយគឺ risk reward គឺយើងបានច្រើនមែនទែនដែល trend line មួយហ្នឹងគឺវាខ្លាំងណាស់គឺជា trend line មួយដែលខ្ញុំស្រឡាញ់ខ្លាំងដោយសារតែ we work ខ្លាំងអ្នកគ្នាឃើញតែប៉ះគាត់តែប៉ះភ្លាមគឺវា reject អត់ដល់1លេខទេគឺវាទៅការចុះមកតែម្ដងត្រូវជាមួយនឹងយើង confirm ជាមួយនឹង key level ផ្សេងទៀត
តែចំពោះ key level កន្លែងនេះគឺវាអត់ timing ទេចំពោះកាន់តែ timing គឺលុះត្រាតែផ្សារហ្នឹងមកប៉ះកន្លែងវាប្រសពគ្នានៅម៉ោង9កន្លះព្រឹកមិញអញ្ចឹងបានវា timing តែកន្លែងនេះក៏អត់ timing ទេប៉ុន្តែយើងនៅតែអាចប្រើវាបានអ្នកគ្នាអាចឃើញមកចាប់កន្លែង level នេះក៏បានដែរអ្នកគ្នានេះអ្នកគ្នាយើងទៅការចាប់ level មួយនេះដោយយើងដឹងហើយថាកន្លែងហ្នឹងជាគេវាគឺជា SDR 5នាទីហើយវាមានជាមួយនឹង UPG កន្លែងហ្នឹងដូចគ្នាផងដែរអញ្ចឹងយើងអាច combine វាចូលគ្នាបានដល់កន្លែងនេះគាត់ទៅប៉ះភ្លាមគឺវាទៅការចុះមកតែម្ដងអ្នកគ្នាអញ្ចឹងចំពោះ outer trend ឬក៏ break and retest trend គឺវា work បែបហ្នឹងអ្នកគ្នាគឺដំបូងវាជា regular trend ដែលត្រូវបាន break ហើយវាទៅ retest វិញយើងទៅការបដូរ direction ពី direction ចាស់មកកាន់ direction ថ្មីបញ្ច្រាស់ពីអាចាស់នឹងមកតង់ទៀតអូខេ so អ្នកគ្នាអាចនឹងតន់ទេអ្វីដែលខ្ញុំបាននិយាយអំពី outer trend ឬក៏ break and retest trend line ហ្នឹងខ្ញុំចង់ឲ្យអ្នកគ្នាធ្វើការ back test ទៅលើ concept ហ្នឹងឬក៏ strategy នឹងខ្លួនឯងបន្ថែមទៀតដោយអ្នកគ្នាអាចធ្វើការមកចូលមកកាន់ trading view ធ្វើការ fix ទៅ line chart យើង walk through វាយើង back test វាខ្លួនឯងដោយសារតែ market គឺវាតម្រូវឲ្យយើងធ្វើការ back test បានយើងអាចនឹងច្បាស់ជាមួយវាមិនមែនយើងមករៀនឬក៏យើងមើលវីដេអូខ្ញុំហើយយើងអាចនឹងច្បាស់មួយវាបានទេគឺវាអាស្រ័យទៅលើអ្នកគ្នាថាអ្នកគ្នាបាន back test ឬក៏ walk through ដល់កម្រិតណាដើម្បីជួយ improve skill របស់អ្នកគ្នានឹងដូចជាយើងរៀនអញ្ចឹងបើយើងគ្រាន់តែរៀនយើងស្ដាប់គ្រូយើងអត់បានអនុវត្តគឺវាអត់យើងរៀនអត់ចេះទេអ្នកគ្នាគឺយើងចេះតែទ្រឹស្ដីហ្នឹងគឺយើងអត់ចេះអនុវត្តទេអូខេអ្នកគ្នាអាចតន់ពីអ្វីដែលខ្ញុំបាននិយាយនៅក្នុងថ្ងៃហ្នឹងទេដែលយើងបាននិយាយពី MSNR trend line ដែលជា trend line មួយប្រភេទដែលពួក MSNR trader គឺគេឧស្សាហ៍ប្រើឬក៏ប្រើទៅគឺទទួលបានផលមែនទែនហើយខ្ញុំក៏ចូលចិត្តប្រើដូចគ្នាផងដែរដែលវា work full ហើយវារៀង unique ឬក៏ខុសពី trend line ធម្មតាបន្តិចគឺករណីដែលគេមួយត្រចាប់ពី wick ទៅមួយទៀតគឺត្រជា body ហើយយើងអាចយកវាទៅ combine គ្នាជាមួយនឹង key level របស់ MSNR ផ្សេងទៀតបានដូចគ្នាផងដែរអ្នកនរអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំជាចុងក្រោយគឺសូម recommend ឬក៏ suggest ឲ្យអ្នកគ្នាធ្វើការ walk through ខ្លួនឯងបែបតេស្តខ្លួនឯងឲ្យបានច្រើនហើយជាចុងក្រោយខ្ញុំអត់មានអីទេមានតែពាក្យថាអរគុណអ្នកគ្នាសម្រាប់ការចូលមកកាន់វីដេអូមកមើលវីដេអូរបស់ខ្ញុំហើយអ្នកគ្នាកុំភ្លេចធ្វើការចុច like subscribe ជាមួយនឹង channel YouTube របស់ខ្ញុំផងដែរហើយអ្នកគ្នាក៏អាចធ្វើការចូលជាមួយនឹង channel Telegram របស់ខ្ញុំដែលខ្ញុំនឹងធ្វើការដាក់ link នៅក្រោម description នឹងដូចគ្នាផងដែរអ្នកគ្នាអញ្ចឹង see you guys in the next video and wish you guys make the profit from every market thank you bye bye